ត្រីសាល់ម៉ុនអាឡាស្កាតែបានត្រីត្រោតខេត្តសាប៉ាប្រទេសវៀតណាមថ្មីនេះរឿងរ៉ាវវែកញែកដូរក្តៅគគុកអំពីការលក់ត្រីត្រោតដោយបន្លំថាជាត្រីសាល់ម៉ុននៅកម្ពុជាកំពុងតែផ្ទុះឡើងយ៉ាងខ្លាំងក្លានៅលើបណ្ដាញសង្គមខណៈការជីកកកាយរកប្រភពនៃត្រីទាំងនោះបានបង្ហាញថាប្រទេសវៀតណាមមានខ្សែសង្វាក់កសិដ្ឋានចិញ្ចឹមត្រីត្រោតទឹកត្រជាក់ដ៏ធំសម្បើមនិងអាចលក់ចេញក្នុងតម្លៃដើមដ៏ធូរថ្លៃហួសពីការស្មានយោងតាមរបាយការណ៍សេដ្ឋកិច្ចនិងទិន្នន័យវិរិយវប្បកម្មបានលើកត្រដាងថាប្រទេសវៀតណាមបច្ចុប្បន្នបានក្លាយជាប្រទេសផលិតនិងចិញ្ចឹមត្រីត្រោតដ៏ធំជាងគេបំផុតមួយដោយឈរនៅចំណាត់ថ្នាក់លេខ6លើពិភពលោកកសិដ្ឋានខ្នាតយក្សទាំងនោះត្រូវបានគេពង្រាយនៅតាមបណ្ដាខេត្តតំបន់ខ្ពង់រាបជិត30ខេត្តដែលមានអាកាសធាតុត្រជាក់និងប្រភពទឹកស្អាតពីធម្មជាតិដូចជានៅសាប៉ានិងតំបន់ដាឡាតការវិវត្តនៃបច្ចេកវិទ្យាចិញ្ចឹមដ៏ទំនើបនេះអនុញ្ញាតឲ្យកសិដ្ឋានវៀតណាមអាចប្រមូលផលនិងលក់ចេញត្រីត្រោតស្រស់ៗពេញមួយក្បាលក្នុងតម្លៃចាប់ពី 250,000 ដុងឬប្រហែល10ទៅ14 អាមេរិកតែប៉ុណ្ណោះក្នុង1គីឡូក្រាមតម្លៃដើមដ៏ធូរថ្លៃបូករួមនឹងពណ៌សាច់ស្រស់លឿងទុំដែលស្រដៀងគ្នានឹងត្រីសាល់ម៉ុនសមុទ្រស្ទើរតែ 100% នេះហើយបានក្លាយជាឱកាសមាសរបស់អាជីវករនិងភោជនីយដ្ឋានទុច្ចរិតមួយចំនួននៅកម្ពុជាលបលួចនាំចូលសាច់ត្រីត្រោតទឹកសាបពីវៀតណាមមកវាយស្លាកសញ្ញាបន្លំភ្នែកអ្នកប្រើប្រាស់ថាជាត្រីសាល់ម៉ុនណូវេសដើម្បីកើបប្រាក់ចំណេញទ្វេដងដោយសារត្រីសាល់ម៉ុនពិតប្រាកដមានតម្លៃចាប់ពី20ទៅជាង$30ឯណោះក្នុង1គីឡូក្រាមល្បិចនេះមិនត្រឹមតែជាការបោកប្រាស់ផ្នែកថវិកាប៉ុណ្ណោះទេប៉ុន្តែបានបង្កើតជាហានិភ័យសុខភាពកម្រិតធ្ងន់ធ្ងរព្រោះតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារត្រីត្រោតដែលចិញ្ចឹមក្នុងទឹកសាបគឺសម្បូរទៅដោយព្រូននិងប៉ារ៉ាស៊ីតដែលមិនត្រូវបានអនុញ្ញាតឲ្យយកមកហាន់ធ្វើជាសាស៊ីមីឬញ៉ាំឆៅជាដាច់ខាតព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ផ្លូវអាហារនិងរាងកាយគួរបញ្ជាក់ផងដែរថាការវែកញែកនេះមិនមែនមានន័យថាត្រីត្រោតមិនល្អឬមិនឆ្ងាញ់នោះទេប៉ុន្តែការញ៉ាំត្រីប្រភេទនេះទាំងឆៅដូចជាសាច់ត្រីសាម៉ុនអាចបង្កគ្រោះថ្នាក់ដល់សុខភាពដោយសារតែព្រូននិងបាក់តេរីទឹកសាបលុះត្រាតែយើងយកវាទៅចម្អិនឲ្យបានឆ្អិនល្អដូចជាការធ្វើស៊ុបឬអាំងទើបមានសុវត្ថិភាពដូចគ្នានេះពាក់ព័ន្ធនឹងតម្លៃអាជីវករត្រូវតែមានភាពស្មោះត្រង់ក្នុងរបររកស៊ីដោយមិនត្រូវយកទំនិញតម្លៃទាបមកបន្លំលក់ក្នុងតម្លៃខ្ពស់កប់ពពកនោះឡើយពលគឺត្រូវលក់ត្រីត្រោតក្រោមឈ្មោះថាត្រីត្រោតនិងលក់ត្រីសាម៉ុនក្រោមឈ្មោះត្រីសាម៉ុនដើម្បីផ្ដល់តម្លៃដល់សេចក្តីទុកចិត្តរបស់អ្នកប្រើប្រាស់